នៅជាយើងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាពីរបៀបប្រើប្រាស់ keyframe ដើម្បីបរិយាព្រមវីដេអូរបស់យើងជាក់ស្ដែងដូចវីដេអូនេះពេលដែលខ្ញុំថតហ្នឹងគឺយើងថតស្មើយកហ្មងយើងអត់មានបាន zoom ចូល zoom ចេញទេអញ្ចឹងដើម្បី zoom ចេញឬក៏ zoom ចូលបានយើងអាចមកប្រើប្រាស់ keyframe នេះបានគ្នាយើងឃើញកន្លែងនេះហ៎ពេលដែលគ្នាយើង select ទៅលើអាកន្លែងនេះឃើញហើយខ្ញុំដោះចេញសិនពេលឧទាហរណ៍ថាយើងចង់ឲ្យ subject ហ្នឹងឬក៏វីដេអូរបស់យើងកន្លែងលើហ្នឹងវានៅប៉ុណ្ណឹងយើងចុចវាមួយមកបូកវាមួយហើយដល់ចំណុចណាដែលយើងចង់បរិចូលយើងបូកវាមួយហើយតមកយើងប្រើម្រាមដៃ2ដើម្បី zoom អានឹងឲ្យបានឆ្ងាយទេដើម្បីឲ្យវាចំទីតាំងបូកវាមួយទៀតមកហើយយើងចង់ឲ្យវាចូលកន្លែងនេះអញ្ចឹងខ្ញុំ zoom មកនេះឧបមាណា zoom ទៅនេះអញ្ចឹងពេលយើង play មកអញ្ចឹងដល់ចំណុចនេះវាឡើងយកហ្មងឃើញទេវាឡើងដល់ហ្មងអញ្ចឹងមួយទៀតបើសិនជាគ្នាយើងចង់ថាឲ្យវាចូលទៅធាតុដើមវិញអញ្ចឹងគ្នាយើងចុចបូកមួយទៀតមកហើយយើងបូកកន្លែងនេះមួយទៀតដើម្បីឲ្យដល់មួយកណាត់ហ្នឹងវា zoom ចេញមកចេះវិញឃើញទេអាហ្នឹងរបៀបធ្វើឲ្យវីដេអូរបស់យើង zoom ចូល zoom ចេញឬក៏អីហ្នឹងឃើញទេហើយមួយទៀតបើសិនជាយើងចង់ឲ្យវា zoom មកទីរហូតដល់ចប់អញ្ចឹងយើងអាចធ្វើអញ្ចឹងមកនេះអាហ្នឹងទៀតវា zoom តិចចូលមកហើយចាំមើលplayឲ្យមើលនេះអាហ្នឹងរបៀបប្រើប្រាស់ keyframe នៅក្នុង CapCut អញ្ចឹងអ្នកនរគ្នាអាចប្រើប្រាស់វិធីសាស្ត្រហ្នឹងបាន